ជម្រាបជូនថាកម្មវិធីនេះឱកាសនេះគឺជាការបើកបង្ហាញនៅសក្តានុពលអត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ប្រទេសកម្ពុជានិងការធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវថ្មីៗដែលអង្គការសហគមន៍ឥន្ទនូកម្ពុជាបានសហការជាមួយនឹងអង្គការវេទិកាអនាគតបទបង្ហាញក៏ដូចជាការសន្ទនានៅលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់យើងស្ដីអំពីអត្ថប្រយោជន៍នៃការទទួលស្គាល់នៅសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូសកលភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាថ្ងៃនេះយើងចាំអ៊ុតទាំងអស់គ្នាបន្តិចទៀតរូបភើទនឹងបង្ហាញលទ្ធផលដែលយើងផ្ដោតទៅលើវិស័យសំខាន់ថាអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្រោយកម្ពុជាទទួលបាននៅសមភាពច្បាប់អាពាហ៍ពិពាហ៍នេះគឺជាការប៉ាន់ប្រមាណអញ្ចឹងទៅលើអត្ថប្រយោជន៍ទៅលើវិស័យទេសចរបែបណាទៅលើការតេទៀងវិនិយោគទុនបែបណាទាំងជាតិទាំងអន្តរជាតិហើយទៅលើផលិតភាពការងារទៅលើទេពកោសល្យជំនាញក៏ដូចជាការពង្រឹងនៅគ្រួសារនៅពេលដែលមានច្បាប់អាពាហ៍ពិពាហ៍ស្មើភាពគ្នាដែលគូសកលភេទដូចគ្នាអាចចុះសម្បត្តិអាពាហ៍ពិពាហ៍ដោយគូសកលភេទផ្ទុយគ្នាខ្ញុំគ្រាន់តែច្បិចយកនៅផ្នែកសំខាន់ដែលការសិក្សាស្រាវជ្រាវនេះដែលមានការជ្រោមជ្រែងដឹកនាំដោយអង្គការ Future Forum អរគុណច្រើនហើយពី10ឆ្នាំមុនមកដល់ឥឡូវនេះយើងឃើញថាការប្រែប្រួលចិត្តគំនិតនៃប្រជាជនរបស់យើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាមានការប្រែប្ដូរច្រើនគឺប្រែប្ដូរពីការមើលងាយទៅជាការរើសអើងហើយបន្តមកទៀតឥឡូវជាការទទួលបាននៅសប្តាហ៍ថ្ងៃនេះនៅកម្ពុជាយើងខ្ញុំបាននិយាយមិញគឺការប្រែប្ដូរច្រើនហើយប៉ុន្តែជាការទទួលផ្លូវច្បាប់យើងអត់ទាន់មានទេអញ្ចឹងវាមានបញ្ហាច្រើនណាស់ប៉ុន្តែយើងនៅសង្គមយើងនេះវាមានចំណុចល្អមួយគឺការ tolerance ដែលខ្ញុំនិយាយប្រាប់មិញហ្នឹងគឺយើងយល់បានអត់ឃើញថាអ្នកមិនដូចពី10-20ឆ្នាំមុនអ្នកដែលស្រឡាញ់ភេទដូចគ្នាគឺត្រូវគេផាត់ចេញហ្មងណាសឹងចូលរៀនសឹងបានទៀតណានេះឥឡូវនេះយើងទទួលបានអស់ហើយប៉ុន្តែដាក់វាទៅជាច្បាប់ដើម្បីការពារសិទ្ធិស្របច្បាប់របស់បងប្អូនយើងទាំងអស់គ្នាហើយដើម្បីថ្ងៃក្រោយបងប្អូនយើងកាន់តែរឹងមាំពីព្រោះអ្នកខ្លះដោយសារការអៀនខ្មាស់ដែលការគេមិនសូវទទួលស្គាល់គាត់មានសមត្ថភាពច្រើនប៉ុន្តែគាត់មិនហ៊ានបញ្ចេញគាត់មានចូលក្នុងសង្គមពេញលេញណាបើយើងមានច្បាប់មួយស្រួលបួលគាត់ពេលហ្នឹងគាត់នឹងរីករាយចឹងបានយើងនិយាយថាផលប្រយោជន៍សេដ្ឋកិច្ចគឺធំកន្លែងហ្នឹងបាទ Well, the purpose of the research really is to outline and quantify the possible economic benefits of marriage equality for Cambodia. And we focus on 5 areas of economic impact in the report. The first is boosting tourism. The second is attracting investment and talent. Third, growing the domestic wedding industry. Fourth, strengthening households, that's families. And fifth, advancing health and productivity and business performance. Why have we done this research now? Why is it timely? Well, there are a few reasons. The first is that the economic benefits flowing from marriage equality closely fit with Cambodia's development agenda. This includes inclusive growth, stronger human capital and equity. And this all aligns with the royal government's pentagonal strategy. The second reason it's timely, again, looking to the pentagonal strategy and the ambition to strengthen Cambodia's international standing, is that marriage equality would help build the national brand, show Cambodia as an open, modern, competitive country. Third, marriage equality aligns with Cambodia's international commitments. And fourth reason, marriage equality has public support. So the first, and it's the big one, is tourism, boosting tourism. The research looks at the possible impact of legal marriage equality on tourism. Tourism created over 500,000 jobs in Cambodia in 2024. And the global LGBT tourism market is absolutely massive. It's worth, estimates suggest it was worth in 2025, $357 billion US. Experience from other countries shows that marriage equality
can lead to a boost in tourism. And this is mainly because it sends a signal of a country as an open, safe, welcoming destination. And interestingly, and I think importantly, this is not just about LGBT tourists. It's also about those who support them, but also anybody who cares about a country being open, about it being safe, about it being equal when they're choosing their holiday destinations. And we show that within 2 years of marriage equality, the boost to tourism could be as follows. So an additional 67,000 to potentially 335,000 additional international visitors. And this would mean an additional $36 million to $180 million in new tourism revenue. And with this, an additional 5,000 to potentially 26,000 new tourism jobs. And that's not to mention jobs in supply chains and related sectors. The important point about this is that it would be strategically valuable. It would really be a strong brand story for Cambodia, showcasing Cambodia as welcoming, as open, as culturally rich, as safe, as globally competitive. The second area that the research looks at is the impact of marriage equality on Cambodia's ability to attract investment and also to attract and retain highly skilled workers. Attracting investment and highly skilled workers is a priority for Cambodia in its development strategies. And the Pentagonal strategy emphasizes promoting Cambodia's international standing and attracting investment. And specific policies on developing Cambodia's digital economy recognize the need for highly skilled digital workers. And international evidence shows that global businesses prioritize openness when making investment decisions. And similarly, highly skilled individuals who can choose where they want to live and work value inclusion and openness. And His Excellency Kata Orn, Secretary of State and spokesperson at the Ministry of Labour and Vocational Training, kindly agreed to be interviewed for the research. There is a link between inclusion and retaining and attracting highly skilled workers. But as well as attracting highly skilled workers, marriage equality in itself and as a signal of inclusion would help mitigate against what's called the brain drain. Now we're going to turn to the strongest and probably the most obvious domestic opportunity. We're looking at the impact of marriage equality on Cambodia's domestic wedding industry. In summary, marriage equality is not only the right thing, it's economically smart. And our research shows that marriage equality could unlock meaningful economic benefits for Cambodia across tourism, investment, talent attraction and retention, Cambodia's wedding industry, stronger households, while addressing productivity losses. And it would support national strategy, Cambodia's international commitments, it would strengthen Cambodia's brand, and is in line with public support. ก้อยคนทั้งไงเรียงเลิบนมบักไข่แรกสมัยจังใจแสนหลอกกันลองเอาบอนตีสไรดักได้ตรอสองเอาบอนตีสไรดักได้ตรอสองช่วยสนายสนองบ้องหายนังโอนចាហើយថ្ងៃនេះនាងខ្ញុំក៏សូមផ្ញើសារទៅដល់ចាបងប្អូនចាដែលជាអ្នកស្រឡាញ់ភេទដូចគ្នាខ្ញុំនៅតែនិយាយដដែលថាជីវិតរបស់មនុស្សយើងមានតម្លៃស្មើគ្នាមិនថាភេទណាឬមួយក៏សម្បុរណាពណ៌ណាទេយើងមានតម្លៃស្មើគ្នាព្រោះយើងមានសិទ្ធិរស់រាននៅក្នុងពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះចាហើយសង្ឃឹមថាការរើសអើងគឺគ្មានទៀតទេចាទន្ទឹមនឹងមានមនុស្សខ្លះគាត់ក៏មានអារម្មណ៍ថារើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាក៏ពិតមែនប៉ុន្តែសម្រាប់ពួកយើងដែលគ្រប់គ្រងចាគ្រប់គ្រងនៅតែគ្រប់គ្រងឲ្យប្រឹងផ្សព្វផ្សាយបន្តទៀតនិងប្រឹងបញ្យល់ណែនាំគាត់បន្តទៀតកុំឲ្យមានការរើសអើងចានៅអ្នកស្រឡាញ់ភេទដូចគ្នា យ
ខ្ញុំជឿជាក់ថាបន្ទាប់ពីយើងស្ដាប់ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវយើងតែងតែចង់ដឹងថាតើការសិក្សាស្រាវជ្រាវលទ្ធផលទាំងអស់ហ្នឹងវាឆ្លុះបញ្ចាំងយ៉ាងម៉េចទៅលើការអនុវត្តជាក់ស្ដែងក៏ដូចជាបទពិសោធន៍ជាក់ស្ដែងរបស់អ្នកដែលធ្វើការក្នុងការជំរុញឲ្យមានសមភាពអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជារបស់យើងនេះពីអាចបង្ហាញបន្ថែមទៀតបាននេះតើតើជាមួយនឹងលទ្ធផលហ្នឹងចា បាទសូមអរគុណច្រើនបងលទ្ធផលដែលយើងរកឃើញហ្នឹងតាក់ទាញវិស័យធំបំផុតហ្នឹងគឺវិស័យទេសចរបាទអញ្ចឹងវិស័យទេសចរហ្នឹងយើងបដោតទៅលើដូចគ្រូប៉ៅគាត់និយាយអញ្ចឹងថាកាលណាតែមានអាពាហ៍ពិពាហ៍ទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នាគឺធ្វើឲ្យអ្នកដែលគាត់ជាភ្ញៀវទេសចរជាអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងហើយនឹងអ្នកគ្រប់គ្រងអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងតែជាភ្ញៀវបរទេសក្តីភ្ញៀវក្នុងស្រុកក្តីគាត់មានអារម្មណ៍ថាសុវត្ថិភាពទទួលបាននៅការស្វាគមន៍ហើយនឹងបើកចំហសម្រាប់ពួកគាត់អញ្ចឹងទោះបីបច្ចុប្បន្នយើងអត់ច្បាស់ប៉ុន្តែមានដៃគូខ្លះគាត់រៀបការហើយខ្លះដែរហើយប៉ុន្តែគាត់ថាដៃគូខ្លះគាត់នៅស្ទាក់ស្ទើរអញ្ចឹងកាលណាតែយើងមានច្បាប់ទៅយើងធ្វើឲ្យដៃគូពួកគាត់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នាពួកគាត់អាចមានអារម្មណ៍ថាការទៅបានទាំងគោរពតាមបែបប្រពៃណីវប្បធម៌ផងហើយបានការពារផ្លូវច្បាប់ សំណើស្នើចង់បានច្បាប់រៀបអាពាហ៍ពិពាហ៍នេះវាជាកត្តាមួយជំរុញឲ្យក្នុងនាមខ្ញុំជា LGBTQ ខ្ញុំពិតជារំភើបហើយនឹងសប្បាយចិត្តនៅពេលដែលខ្ញុំឮដំណឹងហ្នឹងបើសិនដំណឹងហ្នឹងคล้ายទៅជាការពិតវាធ្វើឲ្យ LGBTQ ហ្នឹងមានធម៌ពលដ៏អស្ចារ្យអាចរស់ជាខ្លួនឯងនៅក្នុងសង្គមកម្ពុជាអាចផលិតអ្វីដែលល្អសម្រាប់ខ្លួនឯងសម្រាប់គ្រួសារនិងសម្រាប់ជាតិហើយមួយទៀតតកតងនឹងវិស័យសម្អាងការនៅពេលដែលច្បាប់អាពាហ៍ពិពាហ៍បានចេញជារូបរាងឡើងគឺធ្វើឲ្យកំណើននៃការរៀបអាពាហ៍ពិពាហ៍គឺកាន់តែច្រើនអញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចមួយនេះខ្ញុំជឿថានៅក្នុងវិស័យសម្អាងការមួយផ្នែកអាពាហ៍ពិពាហ៍គឺលីងគ្នាច្រើនមុខមែនតើមិនថាសម្អាងការភ្លេងប្រពៃណីភ្លេងសម័យដេគ័រជាងថតចុងភៅអ្នកលក់អ្នកកាត់សម្លៀកបំពាក់និយាយទៅគ្រប់បណ្ដាញពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចមួយនេះខ្ញុំគិតថានៅពេលដែលមានអាពាហ៍ពិពាហ៍មួយធ្វើឲ្យសេដ្ឋកិច្ចទាំងអស់ហ្នឹងគឺកាន់តែល្អយើងឃើញថាវាគ្មិនរបស់យើងទាំងពីរនាក់បាននិយាយពីសក្តានុពលអត្ថប្រយោជន៍នៃសេដ្ឋកិច្ចទៅលើសមភាពច្បាប់អាពាហ៍ពិពាហ៍ក្នុងស្រុកខ្មែររបស់យើងហើយដានេគាត់បាននិយាយដាក់ទងជាមួយនឹងពាក្យមួយដែលសំខាន់ខ្លាំងមែនទែនធម៌ពលនិងសក្តានុពលនៅពេលដែលមនុស្សគាត់អាចបញ្ចេញនៅធម៌ពលនិងសក្តានុពលជាខ្លួនឯងសេដ្ឋកិច្ចនឹងរីកចម្រើននៅខ្លួនឯងវាជាកត្តាដែលត្រូវតែភ្ជាប់គ្នាអញ្ចឹងឯងចាបើសិនជាមើលតាក់ទងជាមួយនឹងផ្នែកមួយទៀតដែរគឺតាក់ទងជាមួយនឹងការតាក់ទាញវិនិយោគនិងជំនាញទេពកោសល្យតើការវិនិយោគនិងជំនាញទេពកោសល្យហ្នឹងមានភាពអីពាក់ព័ន្ធតាក់ទងជាមួយនឹងច្បាប់អាពាហ៍ពិពាហ៍របស់យើងហើយការសិក្សាស្រាវជ្រាវរបស់យើងរកឃើញដល់របៀបម៉េចបាទអរគុណបងដល់លើសកលលោកប្រទេសណាក៏ដោយពេលដែលយើងនិយាយពី talent អ្នកដែលមានទេពកោសល្យគឺគាត់បដោតទៅលើថាកន្លែងការងារដែលគាត់ធ្វើហ្នឹងអនុញ្ញាតឲ្យគាត់បញ្ចេញនៅអ្វីដែលជាគាត់ដូចដែលបងបានលើកមុនហ្នឹងអញ្ចឹងនៅប្រទេសផ្សេងតាមការស្រាវជ្រាវយើងរកឃើញហើយឃើញអ្នកដែលគាត់មានទេពកោសល្យហ្នឹងគឺគាត់ធ្វើការបានល្អបញ្ចេញនៅសមត្ថភាពបានខ្ពស់នៅក្នុងកន្លែងធ្វើការនៅពេលដែលកន្លែងធ្វើការហ្នឹងមានគោលនយោបាយបរិយាបន្នអញ្ចឹងពេលហ្នឹងគាត់អាចមានលទ្ធភាពធ្វើការបានល្អហើយជួយអភិវឌ្ឍក្រុមហ៊ុនដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចទាំងមូលហ្នឹងគឺរីកលូតលាស់បានលឿនហើយក៏ដូចជាគោលនយោបាយផលរដ្ឋាភិបាលយើងក៏ផ្ដោតសំខាន់ទៅលើរឿងតាក់ទាញអ្នកដែលគាត់មានទេពកោសល្យនៅគ្រប់វិស័យទាំងអស់ហើយបូករួមទាំងវិស័យ digital economy ដែលសេដ្ឋកិច្ច digital ដែរនិយាយជាក់ស្ដែងទៅអ្នកដែលគាត់មានជំនាញខាង digital ហ្នឹងភាគច្រើនគឺគាត់ very ដែរព្រោះបានថាគាត់អត្តសញ្ញាណគាត់គឺចម្រុះមែនតើអញ្ចឹងកាលណាដែលយើងទទួលស្គាល់ហ្នឹងច្បាប់អាពាហ៍ពិពាហ៍ដូចបើកចំហថាយើងទទួលស្គាល់ពួកគាត់ដែលមានទេពកោសល្យហ្នឹងមករស់នៅមកធ្វើការនៅប្រទេសកម្ពុជាដែរហ្នឹងក៏ចំណុចសំខាន់ដែរបងអរគុណច្រើនពីរដោយសារពីរគាត់លើកឡើងតាក់ទងជាមួយនឹងការតាក់ទាញវិនិយោគមានន័យថាគឺការតាក់ទាញតាក់ទងជាមួយនឹងវិស័យឯកជនអញ្ចឹងខ្ញុំសូមបកគលសំណួរបន្តទៅបងដានីនៅក្នុងវិស័យដែលខ្ញុំធ្លាប់ធ្វើការរហូតមកដល់ថ្ងៃហ្នឹងគ្រប់ទាំងអង្គការក្រៅរដ្ឋាភិបាលឬក៏វិស័យឯកជនដែលខ្ញុំកំពុងតែបម្រើការហ្នឹងគឺកន្លែងពួកខ្ញុំគឺគាត់អត់មានការរើសអើងទេអញ្ចឹងនៅពេលដែលចូលទៅធ្វើការគឺគាត់មានគោលនយោបាយមួយចែងច្បាស់នៅក្នុងកន្លែងការងារហ្នឹងថាគាត់នឹងរើសបុគ្គលិកណាដែលមានសមត្ថភាពគ្រប់គ្រាន់មកបម្រើការមិនខ្វល់ថាគាត់ជាតិសាសន៍អីពណ៌សម្បុរអីសាសនាអីឬក៏ស្រឡាញ់ភេទផ្ទុយគ្នាឬក៏ស្រឡាញ់ភេទដូចគ្នាទេអញ្ចឹងនៅពេលដែលខ្ញុំចូលទៅបម្រើការកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាសុវត្ថិភាពអត់បារម្ភអត់គិតអត់ខ្វល់ខ្វាយអញ្ចឹងការផ្ដោតអារម្មណ៍ខ្ញុំហ្នឹងគឺ 100% ទៅលើការងារអញ្ចឹងអានេះគឺជាផលប្រយោជន៍ខ្លាំងនៃការដែលមាន
ច្បាប់អាពាហ៍ពិពាហ៍ឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងកន្លែងក្រុមហ៊ុនគេទទួលស្គាល់ហើយយើងធ្វើការគឺ 100% ផ្ដោតទៅលើការងារអត់បារម្ភអីទាំងអស់អត់ភ័យខ្លាចអីទាំងអស់ ចាអញ្ចឹងខ្ញុំសូមអរគុណវាគ្មិនទាំង3មុនពេលដែលទៅខ្ញុំសូមពាក្យម្នាក់មួយនាទីដើម្បីបង្ហាញពីចម្រាប់អារម្មណ៍ចុងក្រោយថាមានអីជាសារចុងក្រោយទៅការទស្សនិកជនរបស់យើងខ្ញុំគិតថាគាត់កំពុងតែចង់ស្ដាប់យើងសារចុងក្រោយចា ខ្ញុំមានតែមួយម៉ាត់តាក់ទងមួយសេដ្ឋកិច្ចហើយនឹងអាពីពីសមភាពពីពីតាមពិតដូចសម្ដីដ៏ខ្ពង់ខ្ពស់របស់អាដាមកែវរេមីលោកបានលើកនៅក្នុងការស្រាវជ្រាវនឹងដែរថាបើសិនជាយើងមានច្បាប់ទៅគឺការអភិវឌ្ឍហ្នឹងគឺយើងចូលរួមដោយស្មារតីដោយមិនមានផាត់អ្នកណាចេញអញ្ចឹងខ្ញុំគិតថាពួកខ្ញុំជាសហគមន៍ហ្នឹងពួកខ្ញុំចង់ពួតដៃបញ្ចេញចូលរួមនៅក្នុងសង្គមយើង សម្រាប់ខ្ញុំក្នុងនាមខ្ញុំជាអ្នកស្រឡាញ់ភេទដូចគ្នាខ្ញុំនឹងបញ្ចេញសមត្ថភាពឲ្យអស់ពីខ្លួនដើម្បីជាតិកម្ពុជាមួយនេះនៅពេលដែលជាតិគាត់ត្រូវការខ្ញុំអរគុណ អញ្ចឹងខ្ញុំសង្ឃឹមថាច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានឹងមានឆាប់ៗ យើងបានស្ដាប់ពីបទពិសោធន៍ជាក់ស្ដែងដែលឆ្លើយតបទៅនឹងអ្វីដែលការសិក្សាស្រាវជ្រាវនេះមើលឃើញសមភាពនៃច្បាប់អាពាហ៍ពិពាហ៍នឹងនាំយកនៅផលប្រយោជន៍យ៉ាងច្រើននៅក្នុងវិស័យសេដ្ឋកិច្ចដែលពីព្រឹកមិញយើងប្រើពាក្យថា marriage equality is not only the right thing to do but also a smart economic ជាមានន័យថាសម្ភារអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជារឿងមួយដែលត្រឹមត្រូវធ្វើទេប៉ុន្តែវាគឺជាភាពវៃឆ្លាតនៃសេដ្ឋកិច្ចផងដែរ ពេលនេះក្រុមរបស់យើងសូមសម្ដែងជូននៅរបាំសហសម័យក្រុមចំណងជើងថាមង្គលលោកីដែលផ្ដោតទៅលើប្រធានបទសេចក្តីស្នេហាបរិសុទ្ធ នៅក្នុងវគ្គនេះយើងឃើញថាវាគ្មិនរបស់យើងមកពីចម្រុះចាមានវិស័យឯកជនរាជរដ្ឋាភិបាលវិស័យ អ្នកចូលរួមអភិវឌ្ឍហើយក៏តាក់ទងជាមួយនឹងវិស័យអង្គការសង្គមស៊ីវិលផងដែរអញ្ចឹងសំណួររបស់យើងនៅទីនេះគឺតាក់ទងជាមួយនឹងវឌ្ឍនភាពក៏ដូចជាការងារបន្តទៅមុខថាតើយើងនឹងធ្វើការងាររួមគ្នាយ៉ាងម៉េចដើម្បីអាចឲ្យសម្ភារច្បាប់អាពាហ៍ពិពាហ៍ក្នុងប្រទេសកម្ពុជាវិវត្តទៅមុខបានយ៉ាងល្អអញ្ចឹងសំណួរទី1ខ្ញុំសូមជូនទៅឯអាដាមវណ្ឌនា ខ្ញុំសូមលើកតាក់ទងនឹងវឌ្ឍនភាពទូទៅបាទទី1យើងឃើញថាប្រជាពលរដ្ឋបាទនៅកម្ពុជាយើងចាប់ផ្ដើមបើកចិត្តបាទទទួលយកបាទមានថាគាត់កាត់បន្ថយនៅការរើសអើងបាទគាត់យល់ពីតម្លៃនៃបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាហើយពេលខ្លះគាត់ចូលរួមជួយឈឺឆ្អាលបន្ថែមទៀតមានន័យថាម៉េចមានន័យថាបើសិនជាមានករណីរើសអើងបាទរើសអើងបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាមិនត្រឹមតែបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាគាត់ជួយគ្នានោះទេអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាក៏គាត់ជួយការពារដែរដល់ឈរលើភាពត្រឹមត្រូវទី2យើងមានគោលនយោបាយយើងគ្រប់គ្រងបាទហើយនឹងការពារគោលនយោបាយមិនរើសអើងបាទគោលនយោបាយមិនរើសអើងក្នុងក្រមព្រហ្មទណ្ឌយើងមាត្រា265ដល់270បាទបញ្ជាក់យ៉ាងច្បាស់ហ្មងបើសិនជាមានការរើសអើងណាមួយដោយកត្តាភេទមានថាបុគ្គលនោះត្រូវទទួលទោសបាទតាមផ្លូវច្បាប់ទោសនោះអាចពីពន្ធនាគារពី1ខែរហូតដល់2ឆ្នាំទៀតបាទទីទោសធ្ងន់ដែរហើយនឹងបណ្ដេញជាប្រាក់សងជាជំងឺចិត្តផងដែរបាទទី3គឺថាយើងមានការគ្រប់គ្រងនិងការចូលរួមពីថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោសម្ដេចធិបតីនិងអាយដាមទេសរដ្ឋមន្ត្រីកៅរមីបាទគាត់តែងតែគ្រប់គ្រងបងប្អូនជានិច្ចហើយមួយទៀតតាក់ទងនឹងទូននីតិភារកិច្ចថាកូនសុំមកយើងនឹងគណៈកម្មការសន្តិកម្ពុជាយើងបានធ្វើខ្លះតាក់ទងនឹងបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាទី1គឺមុខងារយើងគឺការបញ្ជ្រាបការយល់ដឹងតាក់ទងនឹងបងប្អូនស្រឡាញ់ភេទដូចគ្នាអ្វីដែលយើងគួរធ្វើបន្តទៀតគណៈកម្មការសន្តិកម្ពុជានឹងព្យាយាមបន្តការងារនឹងបន្ថែមទៀតជាពិសេសបន្តការទូននីតិក្នុងនាមជាអ្នកតាមដានការអនុវត្តអនុសាសន៍ UPR ជុំទី4ទាំង12ហ្នឹងតាក់ទងនឹងសិទ្ធិបងប្អូនអ្នកស្រឡាញ់ដូចគ្នាបន្ថែមទៀតហើយយើងនឹងបន្តជួយការពារបាទទប់ស្កាត់មិនឲ្យមានការរើសអើងក្នុងសង្គម អរគុណច្រើនអាដាមយើងឃើញថាអាដាមគាត់បានលើកច្រើនតាក់ទងជាមួយនឹងវឌ្ឍនភាពដែលនិយាយពីការទទួលស្គាល់ការបង្កើតសម្ព័ន្ធភាពគោលនយោបាយតាក់ទងជាមួយនឹងក្នុងប្រទេសកម្ពុជារបស់យើងស្ដីពីការទប់ស្កាត់ការរើសអើងក៏ដូចជាច្បាប់ការពារតាក់ទងជាមួយនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាលើកតាំងពីក្រមព្រហ្មទណ្ឌចាអាដាមក៏បានលើកឡើងដែរអញ្ចឹងខ្ញុំសូមទុកតួនាទីបន្តទៅធីតាអញ្ចឹងអ្វីដែលយើងបានធ្វើសំខាន់ហ្នឹងផ្នែកធំទី1ហ្នឹងគឺផ្ដោតទៅលើការបង្កើននៅការទទួលស្គាល់និងការគ្រប់គ្រងពីសាធារណជននៅក្នុងនោះគឺមានដូចជា
យើងប្រើប្រាស់នៅការបង្ហាញនៅសាច់រឿងពិតជាក់ស្ដែងរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់យើងអញ្ចឹងចំណុចសំខាន់មួយទៀតគឺយើងបញ្ជ្រាបទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសំខាន់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងស្ថាប័នសារព័ត៌មានដៃគូនៅក្នុងប្រទេសកម្ពុជារបស់យើងដែលបង្ហាញអំពីតម្រូវការចាំបាច់របស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក៏ដូចជាការលើកកម្ពស់នៅការយល់ដឹងភាពវិជ្ជមានអំពីសហគមន៍របស់យើងហើយមួយទៀតហ្នឹងយើងគឺបង្កើននៅលំហសុវត្ថិភាពនិងការគ្រប់គ្រងសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាលំហសុវត្ថិភាពហ្នឹងគឺមានទាំងផ្ទាល់ក៏ដូចជានៅក្នុងអនឡាញដែរអញ្ចឹងយើងមានលំហមួយហ្នឹងដែលគាត់អាចចែករំលែកបានក៏ដូចជាធ្វើយ៉ាងណាឲ្យគាត់ទទួលបាននៅកម្លាំងចិត្តក៏ដូចជាធ្វើឲ្យគាត់កាន់តែមានភាពជឿជាក់នៅក្នុងការធ្វើជាខ្លួនឯងដែរមួយទៀតយើងមានការរៀបចំវេទិកាសាធារណៈទាំងវេទិកាវប្បធម៌វេទិកាបែបសិល្បៈដើម្បីជាវេទិកាមួយឲ្យសាធារណជនទូទៅគាត់បានចូលរួមបានមកស្ដាប់បានមកឃើញជាពិសេសជាក់ស្ដែងហ្នឹងគឺ Pride Fest របស់យើងហ្នឹងគឺជាព្រឹត្តិការណ៍ដែលធំបំផុតមួយប្រចាំឆ្នាំជារៀងរាល់ឆ្នាំដែលរៀបចំដោយ Pride Cambodia ហ្នឹងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការធ្វើឲ្យសាធារណជនទូទៅបានដឹងនិងឃើញពីភាពវិជ្ជមានក៏ដូចជាឃើញពីការបង្ហាញខ្លួនជាសាធារណៈរបស់ពួកយើងនិងសក្តានុពលផ្សេងៗដែលពួកយើងមានចំណុចសំខាន់មួយទៀតគឺជាការចូលរួមពីសហគមន៍ក៏ដូចជាអង្គការដៃគូនៅក្នុងប្រទេសកម្ពុជារបស់យើងគឺចូលរួមនៅក្នុងកិច្ចសន្ទនាក៏ដូចជាកិច្ចពិភាក្សាជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដាក់បញ្ចូលក៏ដូចជាធ្វើយ៉ាងណាឲ្យមានបរិយាបន្នក៏ដូចជាការការពារសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមែនទែនទៅយើងឃើញថាសមភាពពាពីនេះមិនមែនត្រឹមតែសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទេប៉ុន្តែដើម្បីសង្គមទាំងមូលក៏ដូចជាដើម្បីសេដ្ឋកិច្ចជាតិទាំងមូលអ្វីដែលធីតាលើកឡើងដូចជាកញ្ចក់ដែលបានឆ្លោះពីអ្វីដែលឯកឧត្តមបានលើកឡើងពីខាងដើមដូចគ្នាពីព្រោះការងាររបស់អង្គការសង្គមស៊ីវិលនិងការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសមភាព gender នៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំងក្នុងមួយក្នុងចំណោមហ្នឹងគឺបង្កើននៅការទទួលស្គាល់ពីសាធារណជនដែលយើងប្រើប្រាស់នៅវិធីសាស្ត្រផ្សេងគ្នាហើយនឹងការសិក្សាស្រាវជ្រាវផងដែរប្រទេសកម្ពុជារបស់យើងកំពុងតែធ្វើដំណើរឆ្ពោះទៅរកមហិច្ឆតានៃការសម្រេចឲ្យបាននៅទស្សនវិស័យឆ្នាំ2030និងឆ្នាំ2050ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ឆ្នាំ2023ដល់2028ដែលផ្ដោតទៅលើកំណើនសមធម៌ប្រសិទ្ធភាពបរិយាបន្នចីរភាពនិងភាពធន់អញ្ចឹងសំណួរបន្តរបស់ខ្ញុំគឺខ្ញុំសូមជូនទៅ Bridget តើអូស្ត្រាលីយល់ឃើញពីទួនាទីខ្លួនឯងយ៉ាងដូចម្ដេចទៅលើក្នុងនាមជាដៃគូអភិវឌ្ឍនិងជាប្រទេសដែលផ្ដល់អនុសាសន៍ UPO តាក់ទងដែលមានទំនាក់ទំនងជាមួយនឹងសមភាពទៅលើអ្នកស្រឡាញ់ភេទដូចគ្នាក្នុងការគ្រប់គ្រងនៅវឌ្ឍនភាពនៅក្នុងប្រទេសកម្ពុជារបស់យើង For Australia, obviously advocating for equal rights for LGBT plus persons is a important priority. We're also committed to supporting LGBTQIA plus rights across the region and including in Cambodia. We do that in a number of different ways. We do that by engaging with governments at senior levels, by supporting civil society and LGBT plus communities, as well as engaging through multilateral institutions such as the UN Human Rights Committee and Council. And so our role as a development partner and for other governments that are committed to supporting human rights is to support communities and the government to be able to affect change locally. សំណួរចុងក្រោយរបស់ខ្ញុំសូមជូនទៅខាលតើអ្វីជាមូលហេតុដែលជំរុញឲ្យខាងខាលធ្វើការងារគ្រប់គ្រងសមភាពនិងបរិយាបន្នរបស់ LGBT+ ហើយនឹងក្រុមហ៊ុននៅក្នុងការគ្រប់គ្រងតាក់ទងជាមួយនឹងសមភាពអាពាហ៍ពិពាហ៍ក៏ដូចជាសមភាពអ្នកស្រឡាញ់ភេទដូចគ្នាដោយរបៀបម៉េចណាចា From the private sector perspective, I think it's less an ideology than rather business considerations. It's important to see this aspect as well. And from my perspective, we see also three key important points. One is indeed the risk reduction on a long-term basis. Second would be indeed the talent retention within our premises. And third would be indeed long-term relevance in a company culture. I was saying first risk reduction because indeed when you're
building such large space as Factory Phnom Penh and Urban Village, always aiming to make sure that you have an environment where people feel safe and respected. So exclusion implies directly that have hidden risks like, say, making them feel unsafe, making the turnover, the disengagement, the loss of trust, whether it's with the company or the stakeholders. While inclusion will have the long-term, the long-term benefits, will have reduced friction and build stronger relationships, stronger ecosystems. Legal recognition reduce uncertainty for families, for employees, and for businesses. So in short, supporting LGBT equality is a must for the private sector. It's not a choice, it's not something that you feel like you can do it or you cannot do it. It simply helps on a long-term basis. It helps growing your business, it makes your company culture unique, and it's simply giving you the comprehensive advantage you're looking at. យើងឃើញថាដើម្បីឲ្យសមភាពអាចកើនឡើងទៅមុខបានមិនមែនមានតែមនុស្សម្នាក់ដែលអាចធ្វើទៅបានទេប៉ុន្តែគឺជាដៃគូដែលយើងកំពុងធ្វើការជាមួយគ្នានៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជាដៃគូអន្តរជាតិរបស់យើងផងដែរ សារដែលមានសារៈសំខាន់បំផុតពីអាដាមខៀវកញ្ញរិទ្ធព្រឹកមិញគឺលោកបើកផ្លូវអំពីការតាក់តែងច្បាប់នៅក្នុងការឲ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាយើងហើយក៏លោកក៏ទទួលស្គាល់អំពីការរីកចម្រើននៅក្នុងសហគមន៍សាធារណជនឪពុកម្ដាយអាជ្ញាធរមូលដ្ឋាននៅក្នុងការបើកចិត្តបើកបេះដូងទទួលយកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដោយគ្មានការរើសអើងដោយមានការទទួលយកហើយផ្សារភ្ជាប់ជាមួយនឹងវិស័យឯកជនហើយនឹងបងសំអាងការដែលចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការភ្ជាប់ជាមួយនឹងលទ្ធផលការស្រាវជ្រាវរបស់យើងដែលមើលឃើញពីទំហំសេដ្ឋកិច្ចដែលបានទទួលបានផលចំណេញនោះនៅពេលដែលយើងមានច្បាប់រៀបការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាហើយយើងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តការធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទៀតនៅក្នុងការបន្តកិច្ចសន្ទនាដើម្បីពិនិត្យទៅលើទស្សនវិជ្ជាផ្លូវច្បាប់នៅក្នុងប្រទេសកម្ពុជាយើងដើម្បីអនុញ្ញាតឲ្យយើងដែលជាអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបានតាមស្របច្បាប់និងទទួលបានអត្ថប្រយោជន៍ដូចទៅនឹងបុគ្គលភេទផ្ទុយគ្នាស្របតាមច្បាប់និងពេញលេញហើយស្មើភាពគ្នានៅសង្គមអរគុណខ្ញុំត្រូវជម្រាបជូនថាកាយវាយតម្លៃសិក្សាស្រាវជ្រាវលទ្ធផលផងយើងដែលប្រមាណបើសិនណារៀបចំអាពាហ៍ពិពាហ៍មានច្បាប់ត្រឹមត្រូវ2ឆ្នាំក្រោយមកមានការរីកចម្រើនអានេះខ្ញុំសូមឯកភាពទាំងស្រុងហើយអ្វីដែលក្រៅតែពីផលប្រយោជន៍នៃសេដ្ឋកិច្ចក៏ផលប្រយោជន៍សម្រាប់សង្គមជាតិផងយើងដែរសេដ្ឋកិច្ចសង្គមគឺកាត់បន្ថយនៅការរើសអើងនៅអំពើហិង្សាអញ្ចឹងវាផលប្រយោជន៍តាក់ទងមរតកគេមរតកតាក់ទងទៅកម្មសិទ្ធិម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិអីសពបែបយ៉ាងហ្នឹងវាឲ្យផលប្រយោជន៍ដល់សង្គមហើយនៅលើឆាកអន្តរជាតិនៅក្នុងសហគមន៍អន្តរជាតិក៏លើកស្ទួយមុខមាត់កម្ពុជាអាហ្នឹងក៏ជាការអំណោយផលមួយហើយក៏ការតាក់ទាញនៃអ្នកវិនិយោគក៏គេមកបណ្ដាក់ទុនគេមកបង្កើតស្អីមកជាការលើកស្ទួយវាប្រតិកលាគ្នាទាំងអស់និយាយឲ្យចំជាប្រយោជន៍ដល់សង្គមជាតិយើង